ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមុនគាថាបាំងបាត់ពុកម៉ែបងប្អូនណាមុនគាថាបាំងបាត់នេះគឺបាំងដើម្បីបាំងខ្លួនពីសត្រូវរបស់យើងដូចជាបាតសឹកសង្គ្រាមមុនខ្មៅបៀតបៀនឬក៏ប្រភេទអមនុស្សបៀតបៀនពុកម៉ែបងប្អូនណាហ្នឹងហើយដោយយើងកាច់មេឈើមកយើងសូត្របាទបញ្ចុះជាមួយនឹងមេឈើទៅដើម្បីបំបាំងខ្លួនរបស់យើងកុំឲ្យសត្រូវមើលឃើញពុកម៉ែបងប្អូនណាហ្នឹងហើយមុននឹងសូត្រគឺយើងសូត្រនៅនិមោពុទ្ធិយសទាំងចំនួន3ចប់យើងសូត្រនៅគាថានេះចំនួន7ចប់ឬក៏108ចប់តាមពុកម៉ែបងប្អូនមានពេលវេលាពុកម៉ែបងប្អូនណាយើងសូត្រថាអ្នកបាត់មគ្គបាំងអព្រះអរហង្គឧបាំងបាត់អ្នកបាត់មគ្គបាំងអព្រះអរហង្គឧបាំងបាត់ពុកម៉ែបងប្អូនសូត្រដូចខ្ញុំសូត្របង្ហាញចឹងមកពុកម៉ែបងប្អូនណាខ្ញុំមិនអាចសូត្របាន7ចប់ទេដោយសារតែពេលវេលាខ្លីជូនពុកម៉ែបងប្អូនសូត្របានតែ1ចប់ឬក៏2ចប់អរគុណ